រឿងបទបញ្ជាកំណាយស្វាមីផ្ដាច់ការភាគទី15ប្រគល់មនុស្សមកកំបោបាច់ច្រើនពេកចូលសៀដាក់ទៅប្រើតាមភាពឆេវឆាវដែលជាក្មេងទៅនឹងធំរបស់គេតែក៏ធ្វើឲ្យអ្នកកំឡោះញញឹមចង់មាត់នៅប្រតូចពិតជានៅក្មេងខ្លាំងណាស់យល់ល្អកុំធ្វើជាអ្នកពូកែអីអារីអានលើកទឹកមកក្រេបបន្តិចទៅពោទៅកាន់អ្នកដែលនៅចំពោះមុខគេពិតជាមានឈាមក្តៅខ្លាំងណាស់គ្រាន់តែប្រើកូនចៅឲ្យឆ្កើបបន្តិចក៏រហើបទាំងផ្ទាំងទៅហើយមិនបាច់និយាយច្រើនទេប្រគល់តាមមនុស្សទៅបានណាត្រូវចាំមើលភយាខ្ញុំសិនថាឲ្យទៅឬអត់កប់ជួនអីស្រីដែលលោកចង់នាំទៅជាមិត្តសម្ដែងរបស់ប្រពន្ធខ្ញុំផងមិនដឹងថានាងព្រមឲ្យទៅជាមួយលោកឬអត់អារីអានតបទៅវិញយ៉ាងឌឺដងខណៈដែលការភ្នែកមានអំណាចរបស់គេឃើញរឿងស្ដាងតូចច្រមុះដែលគេកសាបចាប់ណែនពីយប់មិញកំពុងតែដើរចុះមកដោយទឹកមុខដោយគេនាំទៅស្លាប់ក្រាន់តែឃើញភ្លាមក៏ធ្វើឲ្យអ្នកកំឡោះក្តៅក្រហាយផ្លេតឆាំមកចិត្តបោះមកប្រពន្ធសម្លាញ់អារីអានមានចេតនាហៅរៀងស្ដាងដល់សម្លេងផ្អែមប៉ុនយុគកំហឹងចូលសៀលេងជំនួសបងប្រុសរបស់គេរិសាបោះចំហៀនមកយឺតសឹងតដើមិនរួចចូលទៅចិត្តស្វាមីដែលសម្លឹងមកនាងដែលកាយភ្នែកមានល្បិចស្រីស្អាតដកដង្ហើមធំមួយហឿកដើម្បីបន្ធូរអារម្មណ៍ចែកដនក៏ប្រទេសនឹងចូលសៀដែលកំពុងតែសម្លឹងមកនាងស្រីស្អាតស្ទុះក្រោកឡើងយ៉ាងរហ័សប្រឹងនឹងចូលទៅចិត្តគេដើម្បីសួរដំណឹងរបស់ខាសៀប៉ុន្តែដៃតូចលលេស្រលូនស្អាតក៏ត្រូវគេចាប់ក្តាប់យ៉ាងណែនហើយទាញឲ្យអង្គុយចុះវិញប្តីនៅទីនេះទឹកមុខតាន់តឹងប្រឹងនឹងយំបន្តិចរបស់រីសាធ្វើឲ្យអ្នកកំឡោះរូបស្អាតនឹកទៅដល់ការឈឺចាប់របស់បងប្រុសក៏ខឹងឈើភ្លាមទៅងាកទៅសម្លក់មុខរបស់អារីអានម្ចាស់ភូមិគ្រឿងរូបស្អាតមិនខ្វល់ហើយងាកមុខទៅរកខៀលដែលឈរនៅក្បែរដៃរបស់គេហើយអ្នកដែលដឹងចិត្តច្បាយនាយប្រញាប់ទៅបំពេញកិច្ចការផ្លេតមិនប្រមាណនាទីផងខៀលក៏ត្រឡប់មកវិញដោយក្រៀកវ៉ានីឡាចាប់ជាមួយផងរីសាបាផ្លេតធំទាំងភ្ញាក់ផ្អើលប្រងនឹងស្ទុះទៅម្ដងទៀតតែក៏ត្រូវអ្នកនៅក្បែរដឹងចិត្តប្រញាប់ងាកមកសម្លឹងមុខនាងក្នុងន័យដាក់បំរាមភ្លាមស្រីស្អាតញោមមាត់ទៅត្រឹងមិនដឹងថាត្រូវនិយាយថាម៉េចព្រោះខ្លាចថាបាននិយាយខុសគេអាចនឹងងាកទៅធ្វើបានប្អូនប្រុសរបស់នាងម្ដងរិសាគ្រាន់តែមកដល់ភ្លាមវ៉ានីឡាស្រែកហៅមិត្តសម្លាញ់ផ្លេតតែម្ដងធ្វើរិសាងាកផ្លេតទៅសម្លឹងនាងវិញដោយគ្នាដែលកាយភ្លេតឈឺចាប់នឹងសំទោសនៅប្រជោសៀលូអៃដេនចង់យកមិត្តរបស់អូនទៅតើឲ្យទៅទេអារីអានធ្វើជាងាកមកសុំយោបល់ពីស្រីស្អាតដែលកំពុងតែអង្គុយភ្លឹកនៅក្បែរគេស្នាមញញឹមមានជ័យជំនះរបស់គេក៏ផុសឡើងនៅគេមាត់យ៉ាងមានន័យលោករីសាប្រាជានិយាយអីមិនចាញ់ពេលដែលឃើញគេមើលមុខនាងមកដាក់ភ្នែកព្រមទាំងក្តាប់ដៃរបស់នាងចាប់មិនព្រមលេងទៀតផងទៅបានតែធ្វើឲ្យនាងញោខ្លួនទៅត្រុតលោកប្តីឲ្យនាងទៅវិញតែព្រោះយល់បំណងអ្នកម្ខាងទៀតចង់ឲ្យនាងហៅគេថាម៉េចនៅចំពោះមុខមនុស្សច្រើនខុសឆ្ងាយពីពេលដែលនៅតែពីរនាក់មិននឹកមិត្តភក្តិទេអត់ទេបើនឹកខ្ញុំអាចត្រូវគេបានរីសាឆ្លើយតបយ៉ាងរហ័សព្រមទាំងងាកទៅមើលមុខវ៉ានីឡាក្នុងនេះសំទោសសម្រាប់អ្នកដែលយល់ចិត្តក៏មិនបានថាអីដែរគ្រាន់តែស្កាត់មាត់ហើយមើលមកនាងវិញដោយការយល់ចិត្តខៀលនាំមិត្តរបស់អ្នកស្រីឯងត្រឡប់ទៅវិញទៅអារីអានចេញបញ្ជាក់កូនចៅចំណិតភ្លេនបន្តពីបានលឺចម្លើយពីមាត់របស់ប្រពន្ធស្រស់ស្អាតវ៉ានីឡាត្រូវទៅជាមួយខ្ញុំចូលសៀក្រោកឈរឡើងយ៉ាងរហ័សដែលក្រៅរបស់គេច្រត់តុកអោនខ្នងបន្តិចសម្លឹងទៅអារីអានទាំងកំហឹងព្រោះយល់ថាអ្នកម្ខាងទៀតកំពុងតែដើរលើក្បាលរបស់គេហើយខៀលនាំទៅអារីអានធ្វើជាមិនចាប់អារម្មណ៍ហើយបញ្ជាកូនចៅបន្តអ្នកដែលនៅក្រោមបង្កប់ក៏បញ្ញាប់អោនគំនាប់ហើយអូដៃស្រីស្អាតដែលចេញវឹងធ្វើចូលសៀខំមាត់ទាំងខឹងទាំងសម្បាក៏មានចេតនាចង់ដាក់អ្វីទាំងអស់ពីដៃរបស់កូនចៅខ្ញុំព្រោះវាអាចនឹងខ្លាចជាផេះអារីអានពោលឡើងដល់សម្លេងកាចព្រមទាំងចាប់ស្លាបព្រាមកដួសទឹកស៊ុបមកហត់ធ្វើមិនដឹងពេលសម្ដែងរបស់គេគ្រប់ម៉ាត់គឺជាការហាមប្រាមនិងដាក់កំហិតដែលធ្វើអ្នកស្ដាប់អត់ព្រួយបារម្ភមិនបានពិតមែនចូលសៀសម្លក់មុខម្ចាស់ផ្ទះដែរពេញទៅដោយភាពឌឺដងមុននឹងងាកមកសម្លឹងរិសាដែលកំពុងតែអង្គុយឈ្ងោកមុខចុះធ្វើខ្លួនតូចបំផុតដើម្បីគេចចេញពីការសួរនាំនាងកំពុងតែតាន់តឹងខ្លាំងណាស់សឹងតែប្រេះទ្រង់ស្លាប់ម្ដងទៅហើយទឹកចិត្តបានចាំបាច់ថាកូនចៅរបស់លោកនឹងនាំវ៉ានីឡាត្រឡប់ទៅកន្លែងរបស់នាងវិញបើមិនទុកចិត្តទេក៏ទៅតាមទៅអារីអានតបទៅវិញបែបមិនសូវខ្វល់ក៏ធ្វើឲ្យអ្នកម្ខាងទៀតខំមាត់ខឹងព្រោះមិនចង់ក្តៅក្រហាយច្រើនទៅចូលសៀងាកមកទៅសម្លឹងកូនចៅជាសញ្ញាថាទៅវិញមេបៈអ្នកខ្មៅញញឹមចង់មាត់តាមពីក្រោយមុននឹងពោលឡើងដោយសំណួរដុតបេះដូងរបស់រិសាបរិខាសៀសុខសប្បាយឬអត់រិសាមកផ្លែធំសម្លឹងមុខរៀងក្រាស់ព្រមទាំងកលៀបភ្នែកទៅមើលចូលសៀនាងពិតជាចង់ដឹងខ្លាំងណាស់ថាពេលនេះខាសៀយ៉ាងម៉េចទៅហើយប៉ុន្តែក៏មិនហ៊ានសូម្បីតែហៅមាត់សួរព្រោះខ្លាចអារីអានខឹងកាន់អីទេសុខសប្បាយណាស់កុំបារម្ភអីរិសាចូលសៀងាកទៅញញឹមដាក់ស្រីស្អាតបន្តិចទៅឆ្លើយតបគេក៏ដឹងថានាងព្រមរៀបការជាមួយម្ចាស់ប៉ាក់នេះខ្មៅព្រោះតែចាប់គំនាប
អ្នកកំឡោះក៏មិននឹកខឹងនាងដែរហើយក៏អាណិតខ្លាំងទៅវិញទេអ្នកប្រតោងាកទៅសម្រាប់មកអារីអានបន្តិចបែបប្រកាសសង្គ្រាមទៅបោះចំហៀនចេញទៅវងរិសាញោខ្លួនទៅត្រូវចង់ស្ទុះទៅសួរគេបន្តបន្តែក៏មិនហ៊ានព្រោះឃើញកែភ្នែកកាយរបស់អារីអានរៀងទៅក៏ភ័យញ័រញាក់ទៅហើយទៅនៅទីបំផុតនាងបានត្រឹមតែអោនមុខចោះសម្លឹងទៅដៃទៅដែលព្យាយាមក្តាប់ណែនបញ្ចុកបបោប្តីមកអារីអានពោលឡើងដល់សម្លេងរៀងម៉ងព្រមតែចាប់ដៃទៅឲ្យកាន់ស្លាបព្រានៅវេលាបន្តក្រោយពេលដែលចូលសៀននឹងកូនចៅចាក់ចេញទៅអស់រិសាងាកមកទៅសម្លឹងគេបែបខ្លាចហើយក៏ភ្ញាក់អើនាងដេញអារម្មណ៍ប្រុសម្នាក់នេះមិនតាន់ទេគេគាត់ចង់ធ្វើស្អីភ្លាមមិនប្រាប់ដំណឹងមុនឲ្យបានត្រៀមខ្លួនបន្តិចណាសោះខ្ញុំប្រាប់ម្នាក់បញ្ចុកមិនមែនសម្លឹងមុខទេនាងធ្វើខុសបញ្ជាឲ្យសន្តិរិសាអារីអានពោលឡើងដល់សម្លេងកាចធ្វើឲ្យរៀងស្ដាងភ្ញាក់ខ្លួនព្រើតសឹងតែជ្រុះស្លាបព្រាពីដៃបន្ទាប់មកក៏ដកដង្ហើមធំបែបនឿយហត់នាងមិនចង់ឆ្លោះជាមួយគេបន្តទេបែបនេះហើយទៅប្រញាប់ចាប់កាន់ស្លាបព្រាទៅដួសបបបាញ់ចុកអ្នកមកខាងទៀតទាំងមិនមើលមុខគេអារីអានសម្លឹងស្លាបព្រាដែលមានបបក្តៅហើយបន្ទាប់មកដេញខ្សែភ្នែកទៅផ្ដោតលើរង្វង់មុខរបស់ភេយាដែលងាកមុខចេញមិនព្រមមើលមកគេទាំងទឹកមុខសោកសៅផ្លំផងវាក្តៅរៀងក្រាស់ចេញបញ្ជាទាំងសម្លឹងមើលនាងមកដាក់ភ្នែកគ្រាន់តែទទួលបញ្ជាភ្លាមរិសាក៏យកប្រាមាត់តូចរបស់នាងផ្លុំបបនោះតិចយ៉ាងស្ងៀមស្ងាត់បញ្ចប់បញ្ហាព្រោះខ្លាចថាបើសិនជាជ្រុលប្រឆាំងជាមួយគេអ្នកដែលត្រូវឈឺចាប់នោះគឺជាប្អូនរបស់នាងដែលត្រូវប្រុសម្នាក់នេះអូសឲ្យមកចាប់ទុកទោសស្នាមញញឹមបែបត្រៀមខ្លួនមិនតាន់លេចឡើងនៅកែមាត់របស់អារីអាននៅពេលដែលកែផ្លែរបស់គេសម្លឹងទៅមើលមាត់តូចគូឲ្យស្រឡាញ់របស់នាងផ្លុំខ្យល់ចេញតិចបបមាត់នោះផ្អែមខ្លាំងណាស់ផ្អែមរហូតគេនឹកដល់គ្រប់ពេលបាត់ក្តៅហើយរិសាពោលឡើងរៀបបន្ទាប់មកក៏ចាប់ផ្ដើមហើយស្លាបព្រាមកម្ដងទៀតតែមិនមើលមុខអ្នកម្ខាងទៀតដដែលធ្វើឲ្យអារម្មណ៍រវើរវាយរបស់អារីអានស្រាប់តែបាត់អស់ត្រឡប់មករឿងមុំដូចដើមវិញហើយក៏ហាមាត់ចាំទទួលចំណីដែលរៀងស្ដាងបញ្ចុកមករិសាដួសបបមកផ្លុំម្ដងទៀតហើយបញ្ចុកគេដូចដាំយ៉ាងស្ងៀមស្ងាត់បំផុតទឹកមុខឈឺចាប់របស់នាងស្រាប់តែធ្វើឲ្យអ្នកម្ខាងទៀតមួម៉ៅខ្លាំងណាស់គេដាក់ដៃលើស្មាតូចរបស់នាងយ៉ាងឆាប់រហ័សហើយចាប់មុខតូចមកថាផ្លេតអើយរិសាភ្ញាក់ព្រឹនសឹងតែច្រានគេចេញភ្លាមប៉ុន្តែនៅពេលដែលឃើញពលឺភ្នែកកំណាចដែលលេចឡើងក្នុងនៃគំរាមនាងក៏បានតែនៅស្ងៀមឈឹងព្រោះខ្លាចថាអាចនឹងធ្វើឲ្យនាគកំណាចនេះខឹងអារីអានខំមាត់តិចបែបមិនពេញចិត្តបន្ទាប់មកក៏បងអូសបបោមាត់ទៅប្រថាប់លើមាត់តូចខ្លាំងគេរត់អណ្ដាតចូលទៅក្នុងក្រអូបមាត់របស់នាងក្រវះប្រឡាញលេងក្រេបយករសជាតិផ្អែមយ៉ាងមានក្តីសោកធ្វើឲ្យរៀងតូចរឹងខ្លួនទាំងភ័យទាំងខ្មាស់នាងមានអារម្មណ៍ថាភ្នែកទាំងគូរបស់អ្នកបម្រើដែលនៅផ្ទះនេះកំពុងតែសម្លឹងមកនាងមិនដាក់ភ្នែកទៅនាងចាំបាច់ច្រានទាំងក្រាស់ចេញពេលបន្ទាប់ប៉ុន្តែគេមិនព្រមចេញទៅណាដដែលអារីអានធ្វើហឹសនៅក្នុងបំពង់កបន្ទាប់មកក៏ខំមាត់តូចតិចទៅប្រឡែងឲ្យនាងមានសេរីភាពវិញថ្ងៃក្រោយនៅជាមួយប្តីយកអារម្មណ៍ដាក់ក្នុងខ្លួនផងអ្នកប្រុសកំណាចទាញរៀងស្ដាងឲ្យចូលមកចិត្តហើយខ្សឹបតិចល្មមលឺតែពីរនាក់បើមើលពីចម្ងាយពួកគេដូចជាផ្អែមល្ហែមនឹងគ្នាណាខ្ញុំមិនដឹងទេថាត្រូវយកអារម្មណ៍ណាមកដាក់រិសាតបទៅវិញស្រាលធ្វើឲ្យមេប៉ាក់នាគខ្មៅខំថ្មីសឹងបាក់ក៏ចាប់ដៃតូចច្របាច់ខ្លាំងដើម្បីបញ្ចេញកំហឹងនាងពិតជាធ្វើឲ្យគេខឹងខ្លាំងណាស់កុំឲ្យដឹងឲ្យសោះថាមកទល់នឹងពេលនេះនាងនៅតែភ្ញាក់អារម្មណ៍ទៅខាសៀហើយក៏កុំភ្លេចដូចគ្នាថាបញ្ជារបស់ខ្ញុំគឺហាមនាងនឹកវានៅចំពោះមុខខ្ញុំហត់អាចខ្ញុំទៅសម្រាប់សัตว์បានទេព្រោះមិនអាចប្រឈមជាមួយអ្នកម្ខាងទៀតបានរិសាក៏បានត្រឹមតែសុំចាក់ចេញឲ្យបានឆាប់ព្រោះនាងអាចនឹងស្ទះឈាមស្លាប់បាននៅក្បែរគេយូរជាងនេះញ៉ាំអីសិនទៅខ្ញុំមិនឃ្លានទេខ្ញុំឲ្យនាងញ៉ាំអារីអានសង្កត់សម្លេងកាយធ្វើឲ្យរៀងស្ដាប់ភ្ញាក់ព្រឹនប្រញាប់ងាកមុខចេញលែងហ៊ានតបទល់បន្ទាប់មកក៏ចាប់ស្លាប់ទៀតដួសបបញ៉ាំខ្លួនឯងយ៉ាងរហ័សក្រោមការសម្លឹងរបស់អ្នកម្ខាងទៀតធ្វើឲ្យគេញញឹមចេញមកតិចប៉ុន្តែមិនបានប៉ុន្មានវិនាទីផងស្នាមញញឹមនោះក៏ប្រែទៅជាសោះក៏ក្រោះហើយកំណាច់ខ្លាំងណាស់ចោលតែមើលខាសៀននៅមន្ទីរពេទ្យទេគ្រឹងស្លាប់ព្រាកដល់នៅក្នុងដៃរបស់រិសារបបពីដៃព្រោះតែភ្ញាក់ផ្អើលក៏លេឡំនឹងក្តីភ័យខ្លាចនាងនឹងច្បាស់ថាប្រុសម្នេះច្បាស់ជាមានផែការសម្ងាត់ណាមួយធ្វើបាក់ខាសៀទៀតជាមិនខានទេចង់ទៅឬអត់រៀងការសំខាន់សម្លេងសួរម្ដងទៀតធ្វើឲ្យរៀងស្ដាងកាន់តែញញែកអត់ទេរិសាក្រវិក្បាលបដិសេធញាប់ស្អីទោះពេលនេះបេះដូងរបស់នាងដឹងហើយចង់ជួបខាសៀប៉ុណ្ណាក៏ដោយប៉ុន្តែស្ថានភាពបែបនេះនាងពិតជាមិនហ៊ានទៅជួបគេមែននាងពិតជាខ្លាចថាអាចធ្វើឲ្យខាសៀឈឺចាប់ខ្លាំងថែមទៀតមិនចង់ក៏ត្រូវតែចង់ដែរត្រៀមខ្លួនទៅល្ងាចឡើងពេលខ្ញុំមកពីធ្វើការវិញចាំម្ដងគ្រាទៅសួរសទុកសង្ស័យចាស់អារីអានពោលឡើងយ៉ាងកំណាច់បន្ទាប់មកក៏ក្រោកចេញពីកៅអីវឹងធ្វើឲ្យរិសាបើកភ្នែកធំហើយប្រញាប់ស្ទុះ
ទៅតោងដៃគេពោឡើងទាំងញោមមាត់លោកមានបំណងអីទៀតហើយសុំវ៉ាចុះលោកកុំធ្វើបាបបន្តទៀតបានទេប៉ុណ្ណឹងគេឈឺចាប់ណាស់តាហើយមិនតន់គ្រប់គ្រាន់អារីអានងាកមុខទៅវិញសម្លឹងរៀងស្ដាងព្រមទាំងតបទៅវិញដោយមានស្នាមញញឹមនៅគេមាត់របស់គេវាស្ដាយចេញមកនៅភាពកំណាចផ្ដាច់ការនិងឌឺដងបំផុតវាឈឺមិនតន់គ្រប់គ្រាន់ប៉ុណ្ណឹងតើរាប់ទុកជាស្អីទៅម្យ៉ាងទៀតគេមិនតន់អបអរមកកកាយើងទេអូនសម្លាញ់សុំវ៉ាលោកមានធម៌មេត្តាបន្តិចទៅកុំធ្វើឲ្យគេឈឺចាប់ទៀតអីរិសាអង្វរគេញោមមាត់ព្រមទាំងទឹកភ្នែកស្រក់ចុះមកឥតដាច់ពេញដល់ក្តីឈឺចាប់និងភ័យខ្លាចនាងធ្លាក់ខ្លួននឹកខាសៀខ្ញុំឃើញទៀតហើយថ្ងៃក្រោយប្រយ័ត្នខ្លួនបន្តិចអ្នកកំឡោះតបទៅវិញដល់សម្លេងកាចព្រមទាំងប្រលេះដៃតូចចាញ់ហើយច្រាននាងឲ្យទៅអង្គុយលើកៅអីវិញយ៉ាងខ្លាំងមុននឹងសម្លក់នាងដល់កំហឹងហើយដើរចេញទៅក្រៅបានដោយមានកូនចៅក្របង្គាប់នាំគ្នាហាយហោមមួយដង្ហើមណាក៏នឹកគេដែរមែនទេអារីអានគិតនៅក្នុងចិត្តយ៉ាងមួម៉ៅព្រមទាំងក្តាប់ដៃយ៉ាងណែនពេញដល់កំហឹងទាំងដល់ក្នុងចិត្តស្រាប់តែឈឺខ្លាំងអ្នកស្រីមិនអីទេមែនទេអមម៉ាន់លីចូលត្រកនាងក្រមុំបន្តមកក៏សួរឡើងដល់ការខ្វល់ចិត្តបំផុតកូនក្រមុំដល់ទៅទាំងរៀបការក៏សាប់តាមមកជួបរឿងខ្វល់ចិត្តបែបនេះពិតជាគួរឲ្យអាណិតខ្លាំងណាស់ខ្ញុំមិនអីទេរិសាតបទៅវិញដល់សម្លេងញោព្រមទាំងរហ័សលើកដៃឡើងជូតទៅភ្នែកចិនសន្សំបែបគ្មានកម្លាំងកំហែងនៅក្នុងខ្លួនសំបីតែបន្តិចកុំពិបាកចិត្តអីអ្នកស្រីលោកម្ចាស់មិនអាក្រក់ទេគ្រាន់តែពេលគាត់ខឹងគឺលេចចេញនៅពាក្យក្រក្រេតប៉ុណ្ណោះតទៅអ្នកស្រីកុំធ្វើគាត់ខឹងអីហើយព្យាយាមធ្វើជាភរិយាល្អអ្នកស្រីច្បាស់ជាមានសុភមង្គលមិនខានទេស្ត្រីចំណាស់ចាប់ផ្ដើមលួងលោមស្រីស្អាតដោយពោលស្រាលព្រមទាំងអង្អែលដៃនាងក្រមុំថ្នមរិសាសម្លឹងមុខអ៊ំម៉ាន់លីដោយទឹកមុខសោកសៅទាំងគិតនៅក្នុងចិត្តស្ងាត់ជាភរិយាល្អយ៉ាងម៉េចទៅបានមកគោការដែលបានមកនេះគឺកាត់បេះដូងរបស់ខ្ញុំពីមនុស្សដែលខ្ញុំស្រឡាញ់បំផុតអ្នកស្រីកុំពិបាកចិត្តអីអ្នកបំរើស្រីទាំងនោះនាំគ្នាលួងលោមនាងក៏ព្រោះដឹងច្បាស់ថាមង្គលការដែលនាងទទួលបានការពីម្សិលមិញគឺពេញព្រៀបទៅដោយទឹកភ្នែកដែលម្ចាស់របស់ពួកគេជាអ្នកបង្កហេតុទាំងស្រុងនៅក្នុងឡានស្ពោពណ៌ខ្មៅដែលបើកបរដោយល្បឿនលឿនមានក្រមុំតូចមុខឆ្នះវ៉ានីឡាកំពុងតែអង្គុយក្តាប់ពូកឡានយ៉ាងចប់សម្លក់មុខរបស់ខៀលដែលគិតតែចន់គាកប់ជើងមិនព្រមឈប់ទាំងដែលផ្លូវដែលគេបើកក៏មានចរាចរណ៍ចង្អៀតគួសមតែគេនៅតែបង្ខំបើកលឿនមិនក្រែងចិត្តគេឯងយ៉ាងទំនើងលោករហាន់ទៅស្លាប់មែនទេបើមិននោះឈប់ឡានឲ្យខ្ញុំចុះសិនទៅវ៉ានីឡាស្រែកខ្លាំងដោយសម្លេងញ័រព្រោះខ្លាចពេកប្រគល់ឈើម្នាក់នេះបញ្ជាចង្កូតឡានដោយពេលនេះគេកំពុងតែនៅក្នុងទីលានប៉ណ្ណឹងយ៉ាងឯចឹងងងខៀកាន់តែចន់គាបន្ថែមទៀតពេលដែលលឺសម្លេងស្រែកចែកចាច់ដំឡងទៅជារបស់គេវ៉ានីឡាបដូងមកក្តោបខ្សែក្រវ៉ាត់សុវត្ថិភាពយ៉ាងជាប់ហើយកាន់តែស្រែកខ្លាំងលើសដើមខៀក៏កាន់តែចន់គាកប់ជើងមិនព្រមលេងទាំងមុខស្មើចេះរហូតដល់គោលដៅងឹតខៀលចាន់ហ្វ្រាំងយ៉ាងកំហុកសឹងតែហៅកង់ឡាននោះឯងឯវ៉ានីឡានោះក៏ចងាប់ច្រងល់ព្រោះតែมันអាចត្រៀមខ្លួនតាន់ជាមួយនឹងការឈប់បែបមិនប្រាប់ដំណឹងជាមុនរបស់គេมันត្រឹមតែជាគួរឈើទេហើយរកចិត្តទៀតវ៉ានីឡាស្រែកជេរទាំងមិនតាន់បាត់ភ័យបន្ទាប់មកក៏បើកទ្វារឡានចុះភ្លាមព្រោះគេក៏មកឈប់នៅមុខហាងរបស់នាងបានយ៉ាងត្រឹមត្រូវគ្រាន់តែរបៀបដែលគេជូនមកដូចជានាំទៅស្លាប់តែប៉ុណ្ណោះក្រោយពេលដែលនាងក្រមុំចុះចេញពីឡានខៀលក្រឡេកឃើញកូនចៅរបស់ប៉ាក់ខ្លះសជាច្រើនអ្នកកំពុងតែឈប់ឡាននៅម្ដុំនោះមើលគេច្បាស់ណាស់អ្នកទាំងនោះកំពុងតែខ្លំមើលគេថាបាននាំវ៉ានីឡាមកដល់គោលដៅឬអត់ខៀលញយចុងមាត់បន្តិចទៅបើកទ្វារឡានហើយដើរតាមរៀងស្ដាងចាស់មកដល់ស្អីមិនប្រញាប់តែបាត់ទៅវ៉ានីឡាកំហុសរៀងខ្លាំងបន្តិចហើយសម្លាប់មុខគេប៉ុន្តែអ្នកមកខាងទៀតមិនតបហើយដើរតាមរឿយទឹកមុខរបស់គេនៅតែស្មាតថេងគ្មានអារម្មណ៍ដដែលរហូតដល់ស្ដាងយល់ថាខ្លួនឯងកំពុងតែនៅក្បែរមនុស្សជនក្រាក់នាងក្រមុំច្រានទ្វារចូលក្រោយពេលដែលនាងចាក់សោរួចរាល់តាមដោយខៀលក៏បោះជំហានចូលទៅដែរគេដើរតាមយ៉ាងគៀករហូតនាងទៅចាប់ផ្ដើមមួម៉ៅហើយវាស្អីលោកមិនក៏មិនព្រមទៅវិញខ្មៅចូលក៏មិនដឹងនាងក្រមុំសម្លុតដោយសម្លេងកាចព្រមទាំងសម្លាប់មុខគេនៅក្បែរម៉ាហ្វៀថ្មឹងដូចគេយល់ថាអសវត្ថិភាពខ្លាំងណាស់ខៀវមិនតបតែក៏អង្គុយប៉ុកនៅលើកៅអីដោយមិនចាប់បាច់បបួលអញ្ជើញធ្វើឲ្យវ៉ានីឡាបើកភ្នែកធំបែបហួសចិត្តតែក៏ប្រញាប់ទាញដៃរបស់គេឲ្យក្រោកឡើងនេះមិនមែនកន្លែងដែលលោកត្រូវអង្គុយទេត្រឡប់ទៅកន្លែងរបស់លោកវិញទៅតាន់ខ្ញុំមិនមានអំណត់
មិនចាត់ការលោកសងសឹកវិញទេនាងក្របំពោឡើងខ្លងឃ្លាកំណាយតែក៏ធ្វើអ្នកម្ខាងទៀតហួសចិត្តរៀងស្ដាងទៅចំមកដូចនាងអាចធ្វើអ្វីមកស្វាដូចគេបានថាឲ្យចាញ់នៅកន្លោះនៅតែអង្គុយថ្មឹងមិនកម្រាក់ដដែលទោះបីអ្នកម្ខាងទៀតព្យាយាមទាញឲ្យគេក្រោកខ្លាំងៗប៉ុន្តែកម្លាំងប៉ុនកូនសមោចដូចជានាងមិនអាចធ្វើអ្វីគេបានឡើយរៀងក្រាស់រែភ្នែកសម្លឹងទៅក្រៅហាងដើម្បីមើលមនុស្សរបស់បាក់ខ្លាសកំពុងតែចោលភ្នែកសម្លឹងមកគេដូចគ្នាខៀលសម្លឹងមុខរៀងស្ដាងបន្តិចមុននឹងក្រោកហូតកំភ្លើងចេញពីចង្កេះមកភ្ជុំក្បាលរបស់នាងក្រមុំហើយក្រោកឈរឡើងធ្វើស្រីស្អាតញយជើងទៅត្រិតលោកចង់ធ្វើស្អីខ្ញុំក្រឹកឃៀនមានចេតនាអាមេលឺធ្វើឲ្យនាងតូចស្លេកមុខមួយម៉ាត់កនិយាយមិនចាញ់ដែរត្រឹមតែប្រាកាយភ្នែកស្រទន់សម្លឹងទៅចុងកំភ្លើងដោយអាការៈភ័យញ័រញាក់រៀងក្រាស់ក្រលៀសភ្នែកទៅខាងក្រៅម្ដងទៀតឃើញច្បាស់ក្រុមម្ខាងទៀតហាក់ដូចជាឆ្លេឆ្លាខ្លាំងណាស់ទំនងដូចជាចង់ស្ទុះចូលមកផងក្នុងចំណោមនោះក៏មានចូលសៀម្នាក់ដែរដែលកំពុងតែសម្លឹងមកគេមិនដាក់ភ្នែកហើយដកកាប់ភ្លើងចេញមកដើម្បីត្រៀមខៀលញយចុងមាត់បន្តិចបែបស្ទើញញឹមបន្ទាប់មកក៏ដកកំភ្លើងសៀតនឹងចង្កេះវិញបន្ទាប់ក៏ស្រាប់តែហូតទូរស័ព្ទមកឲ្យនាងហើយដើរចេញទៅធ្វើប្រងើយវ៉ាន់ឌីឡាអស់ពីភ័យទៅជាភាំងប្រុសម្នាក់កាត់ឈួតស្អីអញ្ចេះមែនតែគេប្រហែលជាសងទូរស័ព្ទមកនាងវិញព្រោះជំនាញពេលចាប់នាងឃុំនោះក៏ដកហូតយកទៅព្រះនាងក៏បំផ្លាន់មាត់បែបភ្ញាក់ផ្អើលព្រោះឃើញ miss call ចាប់នៅក្នុងទូរស័ព្ទរបស់នាងជាច្រើនធ្វើឲ្យនាងស្លុតចិត្តខ្លាំងណាស់ត្រឹមតែមួយជប់សោះលេខដដែលក៏ស្រាប់តែចូលមកច្រើនដងរីតានាងល្អិតនោះនាងល្អិតនោះច្បាស់ជាមានរឿងអីមិនខានទេតិចលោវ៉ាឌីឡាបញ្ញាប់ចិត្តខលទៅវិញភ្លាមប៉ុន្តែមិនតដាក់វាផ្អឹបជាប់ទៅជាផងក៏ស្រាប់តែរលត់ឈឹងរកតែប្រាការមិនកាត់សោះរៀងស្ដាងចាប់ផ្ដើមឆ្លេឆ្លាព្រោះតែអ្នកម្ខាងទៀតច្បាស់ជាមានរឿងអីបន្ទាន់ទៅតាក់ទងមកមិនឈប់បែបនេះណែឆាសិនរៀងស្ដាងស្ទុះតាមអ្នកកំឡោះដៃឈោងដៃរុញទ្វារឲ្យប្រុងនឹងចេញទៅក្រៅខៀវងាកមកសម្លឹងនាងក្រមុំដោយទឹកមុខស្មាចេះធ្វើឲ្យស្រីស្អាតក៏តានតឹងចិត្តភ្លាមខ្ចីទូរស័ព្ទសិនណាព្រោះតែចង់តាក់ទងទៅរីតាវិញស្រីស្រស់ភ្លេចឲ្យឈឹងរឿងភ័យខ្លាចមុននេះតែក៏បញ្ញាពឹងពាក់គេភ្លាមឲ្យលឿនមកខ្ញុំបញ្ញាបាត់ទៅតណាចាំខ្ញុំបង់ថ្លៃសេវាឲ្យលោកវិញរៀងស្ដាងចាប់ផ្ដើមទឿនដោយភាពអត់ទេសាព្រោះក៏ចង់ឲ្យច្បាស់ដូចគ្នាថារីតាដឹងដំណឹងដែលបងស្រីរបស់នាងត្រូវគេបង្ខំឲ្យរៀបការឬអត់គេសម្លឹងមកនាងដល់កាយភ្នែកស្មាក៏មកខ្ញុំដូចជាមិនធ្លាប់ឃើញមនុស្សពីមុនមកបាត់នេះអីខ្ញុំបញ្ញាយល់ទេខ្ចីបន្តិចមកវាមិនរបក់ថ្នាំទេវ៉ានីឡាបង្ហើបវាចារៀងលឺបន្តិចព្រោះខ្នាញ់មនុស្សគួរឈើដែលធ្វើមុខគ្មានអារម្មណ៍មិនដឹងក្តៅតែជារបស់គេខៀវជ្រួញចិញ្ចាមបន្តិចប៉ុន្តែក៏ហូតយកទូរស័ព្ទឲ្យទៅនាងក្រមុំដែលភាពស្ងៀមស្ងាត់ដូចទម្លាប់គ្រាន់តែបានទូរស័ព្ទមកដល់ដៃភ្លាមវ៉ានីឡាបញ្ញាប់ចុចទេទៅអ្នកម្ខាងទៀតភ្លាមហើយមិនយូរប្រហែលមកមានការឆ្លើយតបអាឡូរីតាអ្នកណាហ្នឹងអ្នកម្ខាងទៀតតបមកវិញដោយសម្ដីស្រាលព្រោះមិនតាន់អាចកំណត់ថាអ្នកដែលខលមកជាអ្នកណាគឺបងវ៉ានីឡាណាគឺបងទេព្រះអើយមិនក៏យកមិនខ្ញុំខលទៅបងមិនព្រមលើកសោះចុចសឹងតែរិចមេដៃរហូតអស់ថ្មនៅតែគ្មានការឆ្លើយតបដដែលឯងមានការអីមែនទេមកសម័យនេះខ្ញុំឃើញព័ត៌មានចុះផ្សាយថាបងស្រីរបស់ខ្ញុំរៀបការជាមួយនឹងស្ថិតនៅហុងកុងវាពិតឬអត់បើពិតមែនតើមានរឿងអីកើតឡើងមិនក៏ទូរស័ព្ទបងស្រីខ្ញុំតាក់ទងមិនបានចំណែកបងក៏មិនព្រមលើកទូរស័ព្ទខ្ញុំដែររីតាពោលឡើងដោយប្រយោគយ៉ាងវែងហូរហែព្រោះបានឃើញព័ត៌មានចុះផ្សាយពីមង្គលការដ៏អធិកអធមរបស់សេដ្ឋីវ័យក្មេងដែលក្នុងនោះកូនក្រមុំគឺជាបងស្រីរបស់នាងទើបនាងក្រមុំអត់ឆ្ងល់មិនបានពិតមែនព្រោះក្នុងសសុកបងស្រីរបស់នាងក៏ស្រាប់តែរៀបការមិនប្រាប់នាងសូម្បីតែមួយម៉ាត់គឺថាវ៉ានីឡាចាប់ផ្ដើមរដប់ព្រោះមិនដឹងថាតបមិនបន្តព្រោះបើតាមចរិតរបស់នាងច្បាក់នោះច្បាស់ជាជាជនហោះពីអាមេរិកមកដល់ទីនេះភ្លាមបើដឹងថាបងស្រីត្រូវគេធ្វើបាបប្រាប់ខ្ញុំច្បាស់បន្តិចទៅមើលបងស្រីខ្ញុំរៀបការមែនអត់ចុះបងខាសៀគិតយ៉ាងម៉េចពួកគាត់មានរឿងអីអបកតរិសាពិតជារៀបការមែនវ៉ានីឡាផ្លុំខ្យល់ចេញពីមាត់ពោលឡើងដោយសំឡេងរៀងធូរស្រាលបន្តិចព្រោះតឹងចិត្តនាងមិនប្រាប់ឯងព្រោះចង់ឯងតាំងចិត្តរៀនឲ្យចាស់សិនចាំមកប្រាប់ចុះបងខាសៀរីតានៅតែឆ្ងល់មិនបាត់ព្រោះនាងក៏ដឹងច្បាស់ថាបងស្រីរបស់នាងនិងខាសៀស្រឡាញ់គ្នាណាស់សុកក៏ស្រាប់ទៅរៀបការជាមួយអ្នកផ្សេងទៅវិញរឿងនេះវែងឆ្ងាយខ្លាំងណាស់ចាំពេលដែលឯងត្រឡប់មកវិញចាំអរិសាប្រាប់ឯងចាស់ពេលនេះបងរវល់ខ្លាំងណាស់ភ្ញៀវមកពេញហាងហើយបងទៅលក់សិនបាយវ៉ានីឡាដាក់ទូរស័ព្ទចុះបិទទូរស័ព្ទភ្លាមដើម្បីគេចចេញពីការឆ្លើយតបសំណួរដ៏ពិបាករបស់រីតាព្រោះខ្លាចថាជ្រោះមាត់ប្រាប់ការពិតដល់នាងបើសិនជានាងចំមកនោះដឹងហើយស្រាប់តែរត់មកវិញរិសាច្បាស់ជាបែកទ្រូងស្លាប់ល្មមអរគុណយកទៅវិញទៅហើយស្អាតហុយទូរស័ព្ទ
ឲ្យទៅម្ចាស់ដើមវិញទាំងមុខក្រញើព្រមទាំងសម្លក់មុខគេមិនឈប់ប្រតែច្បាស់របស់លោកធ្វើគ្រួសាររបស់គេរលាយសុភមង្គលអស់ខៀវឆុងដៃទទួលមកវិញមកសក់ចូលទៅក្នុងខោប៉ៅបន្ទាប់មកក៏បោះចំហៀនចេញវិញមិនមានមាត់កោះអីមួយម៉ាត់ដូចទម្លាប់ដែលមិនចូលចិត្តកន្លោះអណ្ដាតរបស់គេក៏ធ្វើស្រេះស្អាតក្តារចិត្តខ្លាំងណាស់បើនិយាយបន្តិចទៅវាស្លាប់ហីមិនត្រឹមតែជាគល់ឈើទេប៉ុន្តែគេគឺជាគល់ឈើដ៏សោះក៏ក្របបំផុតនៅក្នុងលោក